សូមជូនរឿងបុរសចាក់ស្មុកកាលពីដើមមានបុរសម្នាក់ចេះចាក់ស្មុកបុរសនោះចង់បានខ្ញុំបម្រើក៏ឡើងទៅចាក់ស្មុកនៅលើចុងត្នោតហើយគិតតែម្នាក់ឯងថាបើអញចាក់ស្មុកបានមួយលក់បាន10សេនបើចាក់ស្មុកបាន1000នឹងលក់ទៅបាន100រៀលរួចអញលួសមនុស្សបម្រើបើប្រើមិនដូចចិត្តអញនឹងវាយធាក់វាបុរសនោះមិនគ្រាន់តែគិតក្នុងចិត្តក៏យាដៃលើកទាំងជើងធាក់ធៀងត្នោតក៏របូតខ្លួនធ្លាក់ពីលើចុងត្នោតតែបានដៃប្រវាចាប់ស្លឹកត្នោតជាប់ទាន់ក៏នៅតែតោលដូចជាគេព្យួរគ្រានោះមានត្រមាក់ដំរីម្នាក់ជិះដំរីមកចិត្តនោះបុរសនោះស្រែកថាបើអ្នកណាជួយដាក់ខ្ញុំចុះពីចុងត្នោតបានខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់មួយជីវិតត្រមាក់ដំរីឮហើយមានចិត្តត្រេកអរបរដំរីចូលទៅដល់ក្រោមដើមត្នោតឈរលើខ្នងដំរីតោងជើងបុរសនោះជាប់ដូចជាគេអង្រួនខ្នងដំរីនោះដំរីក៏ដើរទៅត្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះគ្រានោះមានមនុស្សទំពេក4នាក់ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នាលុះដើរទៅដល់ក្រោមដើមត្នោតនោះត្រមាក់ដំរីនិងបុរសចាក់ស្មុកស្រែកថាបើលោកអ្នកណាជួយខ្ញុំឲ្យរួចពីចុងត្នោតនេះខ្ញុំទាំងពីរនាក់សុខចិត្តទៅបម្រើលោកអស់មួយជីវិតទំពេកទាំង4នាក់នោះឮហើយត្រេកអរណាស់គិតថាបានដូចសេចក្តីប្រាថ្នាក៏ស្រែកថាយើងទាំង4នាក់នឹងជួយអ្នកឲ្យរួចទំពេកទាំង4នាក់ឈរក្រោមដើមត្នោតយកសំពត់ចងកខ្វែងទល់មុខគ្នាជា4ជ្រុងហើយស្រែកប្រាប់ទៅបុរសចាក់ស្មុកនិងត្រមាក់ដំរីថាចូលអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកបុរសចាក់ស្មុកនិងត្រមាក់ដំរីទម្លាក់ខ្លួនទាំងពីរនាក់មកលើសំពត់ដែលបុរសទំពេកទាំង4នាក់ចងនោះដូចជាគេទាញសំពត់ជាប់នឹងកទំពេកទាំង4ជុលក្បាលគ្នាស្លាប់ទាំង4នាក់ទៅឯត្រមាក់ដំរីនិងបុរសចាក់ស្មុកឃើញទំពេកទាំង4នាក់នោះស្លាប់ដូច្នោះភ័យណាស់ទៅនិយាយនឹងយាយចាស់ម្នាក់ថាបើនិយាយគិតដូចម្ដេចឲ្យបានសុខយើងទាំងពីរនាក់នឹងទៅបម្រើយាយទល់អស់ជីវិតយាយចាស់មានចិត្តត្រេកអរដោយប្តីខ្លួនទៅកាប់ចំការឯព្រៃហើយនិយាយថាបើដូច្នោះអ្នកទៅយកខ្មោចទាំង4នោះមកដាក់ក្នុងផ្ទះចងរុំឲ្យស្រេចរួចយាយចាស់ឲ្យយកខ្មោចមួយចេញពីផ្ទះមកគាត់ស្រែកយំអ្នកស្រុកសួរគាត់ប្រាប់ថាប្តីគាត់ស្លាប់អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុតយាយចាស់ប្រាប់ថាសូមអ្នកទាំងអស់គ្នាដុតឲ្យបានល្អត្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់កាលដែលគាត់នៅរស់លុះគេយកខ្មោចមួយទៅដុតហើយយាយចាស់ស្រែកថាប្តីគាត់ទៅផ្ទះទៀតហើយអ្នកស្រុកក៏ទៅយកមកដុតទៀតលុះដុតទៅគម្រប់4លើកទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចំការមានខ្លួននោះប្រឡាក់សុទ្ធតែធ្យូងពួកអ្នកស្រុកឃើញក៏នាំគ្នាដេញចាប់តាចាស់នោះយកទៅដុតទាំងរស់ឲ្យស្លាប់ទៅរឿងតាបោះលួចមាសមាននិទានមួយថាមានអាស្រមមួយនៅទី1មានតាបោះ4រូបគង់ចម្រើនមេត្តាភាវនាក្នុងអាស្រមបទមួយសុទ្ធតែយកខ្នងចូលក្នុងបែរមុខចេញក្រៅដូចគ្នាគ្រប់ទិសទាំង4ថ្ងៃមួយមានព្រាហ្មណ៍ម្នាក់យកមាស10000តម្លឹងទៅសុំផ្ញើនឹងតាបោះទាំង4តាបោះទាំង4ឲ្យព្រាហ្មណ៍យកមាសទៅទុកកណ្ដាលអាស្រមរួចព្រាហ្មណ៍នោះដើរចេញទៅឯតាបោះទាំង4រូបដែលប្រែកាយឲ្យគ្នាចម្រើនមេត្តាភាវនានោះលុះយូរបន្តិចទៅតាបោះមួយរូបចូលទៅលួចយកមាសនោះចេញមិនឲ្យតាបោះទាំង3រូបដឹងខាងក្រោយមកព្រាហ្មណ៍ម្ចាស់មាសចូលទៅរកតាបោះទាំង4សុំយកមាសវិញតាបោះឲ្យព្រាហ្មណ៍ចូលទៅយកមាសត្រង់កន្លែងដែលទុកនោះស្រាប់តែបាត់មាសពុំឃើញទើបព្រាហ្មណ៍នាំតាបោះទាំង4រូបទៅប្តឹងចៅក្រមតាមដំណើរចៅក្រមកាត់សេចក្តីនេះមិនដាច់ស្រេចក៏នាំព្រាហ្មណ៍និងតាបោះទាំង4រូបនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមរឿងគ្រប់ប្រការហើយព្រាហ្មណ៍ក្រាបបង្គំទូលថាសូមព្រះរាជទានខ្ញុំព្រះបាទម្ចាស់
មានមាស 10000 ដំឡឹងទៅផ្ញើនឹងតាបសទាំង4ដែលចម្រើនភាវនានៅអាស្រមបត់មួយនោះតាបសទាំង4នោះទទួលបញ្ញាខ្ញុំព្រះបាទម្ចាស់ហើយឲ្យយកមាសទៅទុកនៅកណ្ដាលអាស្រមហើយខ្ញុំព្រះបាទម្ចាស់ដើរចេញទៅលុះយូរបន្តិចទៅខ្ញុំព្រះបាទម្ចាស់វិលមកសុំយកមាសអំពីតាបសវិញពុំឃើញមាសនោះឡើយទើបខ្ញុំព្រះបាទម្ចាស់ឲ្យតាបសរកមាសឲ្យតាបសរកមាសពុំឃើញបានជាខ្ញុំម្ចាស់នាំតាបសទាំង4មកក្រាបបង្គំទូលព្រះបាទអង្គម្ចាស់សូមព្រះអង្គទ្រង់ព្រះចិន្តាពិចារណារកមាសឲ្យខ្ញុំព្រះបាទម្ចាស់ត្បិតព្រះធរណីព្រះអង្គលួចមាសខ្ញុំព្រះបាទម្ចាស់បាត់ព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅតាបសទាំង4ថាហើយព្រះស្ដែងមហាឫសីទាំង4អើយដំណើរសេចក្តីព្រះស្ដែងនោះដូចម្ដេចតាបសទាំង4ក្រាបបង្គំទូលព្រះមហាក្សត្រថាព្រាហ្មណ៍យកមាសទៅផ្ញើនឹងអាត្មាទាំង4ទុកនៅកណ្ដាលអាស្រមនោះដោយព្រាហ្មណ៍ក្រាបទូលមែនប៉ុន្តែអាត្មាភាពអង្គុយស្មឹងស្មាតបែរមុខចេញផ្សេងពីគ្នាពុំដឹងនរណាចូលទៅលួចមាសនោះឡើយសេចក្តីទាំងនេះសូមព្រះអង្គទ្រង់ព្រះចិន្តាពិចារណាអងព្រះមហាក្សត្រទ្រង់ចិន្តាពិចារណាជាមួយនឹងនាម៉ឺនមុខមន្ត្រីនៅសេចក្តីវិនិច្ឆ័យរកមាសនោះពុំឃើញព្រះអង្គថប់ចង្អៀតក្នុងព្រះរាជហឫទ័យមុំម៉ៃពំភ្លេចឡើយកាលនោះមានព្រះរាជបុត្រីមួយព្រះអង្គទ្រង់ព្រះនាមវិចិត្រសារីមានប្រាជ្ញាឆ្លៀសវៃយល់ធម៌អាតគ្រប់ប្រការព្រះនាងទូលព្រះបវរបិតាថាសេចក្តីនេះសូមព្រះអង្គគំព្រួយព្រះរាជហឫទ័យឡើយខ្ញុំម្ចាស់វិនិច្ឆ័យរកមាសថ្វាយបានដោយព្រះចិន្តាទៅព្រះនាងឲ្យហៅតាបសទាំង4នោះមកហើយព្រះនាងនាំនិទានឲ្យតាបសទាំង4ស្ដាប់ថាកាលពីព្រាននាយមានស្រីក្រមុំម្នាក់ទៅរៀនសិលសាស្ត្រមុនអាគមនឹងតាបសមួយរូបលុះរៀនបានចេះស្រេចហើយកាលដែលនាងលាលោកគ្រូទៅផ្ទះម្ដាយវិញនាងនិយាយនឹងតាបសជាគ្រូថាខ្ញុំឥតអ្វីនឹងតបស្នងគុណលោកគ្រូឡើយខ្ញុំសូមមកបដិញ្ញានឹងលោកគ្រូថាបើម្ដាយខ្ញុំឲ្យខ្ញុំមានប្តីកាលណាខ្ញុំនឹងលាប្តីខ្ញុំមកឲ្យលោកគ្រូប្រតិព័ទ្ធនឹងខ្ញុំហើយទើបខ្ញុំវិលទៅកាន់ប្តីខ្ញុំវិញនាងមកដូច្នេះហើយនាងលាគ្រូមកនៅនឹងម្ដាយលុះម្ដាយឲ្យនាងមានប្តីនាងទៅនៅនឹងប្តីពុំបានរួមស្រុកទុកឡើយនាងប្រាប់ប្តីនាងដោយនៅដំណើរពាក្យដែលនាងបានបដិញ្ញានឹងតាបសនោះថានាងលាប្តីនឹងទៅកាន់តាបសនោះឯប្តីសោតពុំផុតខាងឡើយបើកឲ្យនាងទៅទើបនាងស្លៀកពាក់តែងគ្រឿងប្រដាប់ស្អាងអាត្មាហើយលីលាទៅជួនជាជួបនឹងខ្លាទោលមួយប្រុងខំនាងជាអាហារទើបនាងប្រាប់ដោយដំណើរដែលនាងលាប្តីទៅរកតាបសជាគ្រូនោះហើយនាងថាបើអញមកអំពីតាបសជាគ្រូអញហើយអញនឹងមកឲ្យព្រះស្ដែងស៊ីអញងនាងថាដូច្នោះខ្លាពុំហ៊ានស៊ីនាងឡើយបើកឲ្យនាងទៅនាងដើរអំពីនេះទៅបានប្រទះនឹងចៅប៉ុនប៉ងនឹងយកគ្រឿងប្រដាប់អំពីនាងប្រាប់អំពីដំណើរដែលនាងនិយាយនឹងខ្លានោះហើយនាងថាបើអញមកអំពីតាបសជាគ្រូខ្ញុំហើយខ្ញុំនឹងដោះគ្រឿងប្រដាប់អំពីខ្ញុំឲ្យអ្នកអងនាងថាដូច្នោះចៅពុំហ៊ានយកគ្រឿងប្រដាប់អំពីនាងនោះឡើយបើកឲ្យនាងទៅលុះនាងទៅដល់តាបសជាគ្រូហើយនាងថ្លែងរំលឹកអស់ពាក្យមត់បដិញ្ញានឹងតាបសនោះតាបសប្រាប់នាងថាហើយនាងអើយអញអរណាស់ឯពាក្យសន្យាដែលនាងមត់បដិញ្ញានឹងអញនោះទៀងប្រកបមែនតែអញពុំមានចិត្តប្រតិព័ទ្ធនឹងនាងឡើយត្បិតនាងមានប្តីហើយរីកាមេសុមិច្ឆាចារាអញពុំប្រាថ្នាទេចូលនាងទៅកាន់ប្តីនាងវិញចុះទើបនាងក្រាបលាតាបសវិលមកវិញដើរតាមផ្លូវដដែលមិនប្រទះចោលនឹងខ្លានោះឡើយនាងមកដល់ប្តីនាងដោយស្រួលនាងវិចិត្រសារីនិទានប្រស្នាទាំង4ចម្ពោះនេះឲ្យតាបសស្ដាប់ហើយទើបនាងដណ្ដឹងទៅតាបសទាំង4ថាខ្ញុំនិទានប្រស្នាទាំង4នេះដូច្នេះតើលោកយល់ថាចិត្តអ្នកឯណាប្រសើរតាបសមួយឆ្លើយថាអាចក្តីយល់ថាចិត្តប្តីដែលបើកឲ្យប្រពន្ធទៅនោះឯងប្រសើរលើស
តើបោះមួយឆ្លើយថាអាចក្តីយល់ថាចិត្តខ្លាដែលមានអំណត់ស៊ូតែអត់អាហារពុំខំនាងនោះឯងប្រសើរលើសតាបោះមួយឆ្លើយថាអាចក្តីយល់ថាចោរដែលមានចិត្តលោភយល់គ្រឿងពោះស្ដាភរណៈរបស់ដែលគួរនឹងយកហើយប្រែក្លែងមានអំណត់អត់ពុំយកឡើយនោះឯងប្រសើរលើសតាបោះមួយឆ្លើយថាកាលនាងទៅដល់តាបោះជាគ្រូហើយតាបោះនោះគួរតែត្រេកអរទទួលនាងដោយពាក្យសន្យាម៉ត់ផ្ដាច់ញានោះតែតាបោះមានអំណត់អត់ពុំយកបើកនាងឲ្យទៅកាន់ប្តីវិញព្រះនាងវិចិត្រសារីទ្រង់ព្រះសណ្ដាប់តាបោះទាំង4នោះហើយក៏កត់សម្គាល់ថាតាបោះសរសើរចិត្តប្តីនោះជាអ្នកមានចិត្តច្រើនប្រច័ណ្ឌតាបោះដែលសរសើរចិត្តខ្លាជាអ្នកមានចិត្តច្រើនប្រមាថអាយុសត្វពុំគិតខ្លាចបាបតាបោះដែលសរសើរចិត្តចោលនោះជាអ្នកមានចិត្តលោភចង់យកទ្រព្យរបស់គេហើយព្រះនាងយល់ច្បាស់ថាតាបោះនោះឯងលួចមាសព្រាហ្មណ៍ឯតាបោះមួយសរសើរចិត្តតាបោះជាគ្រូនោះជាអ្នកមានចិត្តចង់លួចប្រពន្ធគេព្រះនាងយល់ដូច្នេះហើយមានព្រះបន្ទូលថាបបិទ្ធតាបោះទាំង4អើយបើនរណាមានទ្រព្យរបស់មាសប្រាក់រតនៈច្រើនចូលឲ្យមកខ្ញុំចុះខ្ញុំនឹងដោយជាប្រពន្ធអ្នកនោះឯតាបោះមួយដែលស្រឡាញ់ចិត្តចោលនោះគិតស្មានថានឹងបានព្រះនាងជាប្រពន្ធក៏ទៅយកមាស 10000 តម្លឹងដែលព្រាហ្មណ៍ផ្ញើនោះមកថ្វាយព្រះនាងថាតាបោះនោះឯងលួចមាសព្រាហ្មណ៍ពិតមែនអងព្រះនាងក៏យកមាសនោះទៅថ្វាយព្រះមហាក្សត្រជាព្រះបវរបិតាទើបព្រះអង្គឲ្យហៅព្រាហ្មណ៍ជាម្ចាស់មាសនោះមកព្រះអង្គឲ្យយកមាសទាំង 10000 តម្លឹងនោះព្រះរាជទានទៅព្រាហ្មណ៍នោះក្រាបថ្វាយបង្គំទទួលយកតែមាស 4 តម្លឹងហើយលាទៅលំនៅអាត្មាអង